Bạn ấy cứ chia đàm xómហើយវីដេអូនេះចង់មកចែកម្លែកតាក់ទងជាមួយនឹងធ្វើម៉េចដើម្បីឲ្យស្អំមានត្រួយច្រើនបាទអញ្ចឹងដើម្បីឲ្យស្អំត្រួយច្រើនពុកម៉ែបងប្អូនបើសិនតែងមេឃវាចេញបានតិចទេខ្ញុំពិសោធន៍មើលហើយបាទបើយើងតែងមេឃវាចេញបានតិចមែនទែនតែបើយើងធ្វើបែបនេះបាទយើងដាក់ផ្ដេកពុកម៉ែបងប្អូនបាទនេះដើមអានេះគល់វាអញ្ចឹងបាទគល់វាអញ្ចឹងបើសិនយើងតែងមេឃអីវាចេញបានតិចតួចតែបើសិនយើងផ្ដេកអញ្ចឹងណាបាទផ្ដេកមកអញ្ចឹងនេះយើងយកឈើដាក់អញ្ចឹងមកចងឲ្យវាទៅខាងនោះទៀតណាបាទអញ្ចឹងដល់ពេលដែលវាចេញត្រួយនេះចេញប្លុកនេះគឺពុកបងប្អូនមើលទៅនេះឃើញទេវាចេញតាមហ្នឹងនេះវាចេញតាមហ្នឹង1 2 3 4 5 6 7 8 9 10 11បាទមកដើមនេះ11នៅខាងនោះទៀតបាទមកឃើញប្លុកនេះឃើញប្លុកទេបាទចឹងការផ្ដេកនេះគឺទទួលបានត្រួយច្រើនមែនតើបាទយើងគ្រាន់តែដាំថ្អំបែបធម្មតាចឹងមកហើយយើងផ្ដេកមកឃើញប្លុកត្រួយនេះបាទប្លុកត្រួយនេះច្រើនហើយចាំមើលវីដេអូក្រោយខ្ញុំនឹងឃើញត្រួយច្រើនខ្ញុំនឹងថតឲ្យពុកម៉ែបងប្អូនបានទស្សនាបាទឲ្យច្បាស់តាក់ទងជាមួយនឹងការធ្វើបែបម៉េចដើម្បីឲ្យត្រួយស្អំបានផលច្រើនហើយបើសិនជាយើងដាំពុកម៉ែបងប្អូនបាទបើសិនជាយើងដាំតែបាទ10ទៅ20ដើមទេ20គុំទេយើងអាចផ្ដេកចឹងមកហើយផ្ដេកហ្នឹងគឺយើងត្រូវការប្រវែងឆ្ងាយបាទប្រវែងឆ្ងាយ5 6 ម៉ែត្រចឹងទៅ10ម៉ែត្រនៅពេលដែលចង់ធ្វើឲ្យវែងអញ្ចឹងបងប្អូននៅពេលដែលវានេះប្លុកនេះបាទប្លុកនេះដុះបាទយើងប្រមូលផលខ្លះទុក2 3ដើមទៅ2 3ដើមទៅឲ្យវាវែងទៅចាំយើងពុតបន្តទៅនោះទៀតបាទពុតបន្តបន្ទាប់ទៅចុះណាបាទពុតទៅចុះទៀតហើយយើងទៅមើលដើមធំដែលខ្ញុំបានពុតណាបាទនេះគឺដើមធំដែលខ្ញុំបានពុតវាហើយបាទខ្ញុំពុតទៅនោះខ្ញុំចងអីខាងនោះណាបាទអានេះខ្ញុំអត់ប្រមូលអស់ទេដោយសារខ្ញុំទុកដើម្បីសម្អាតវាពុតបន្តទៅនោះទៀតបាទពុតបន្តហើយអានេះដូចគ្នាដែរបាទអានេះខ្ញុំទុកពុតបន្តហើយមើលត្រួយបងប្អូនបាទត្រួយមកអែមហើយខាងនេះគឺយើងទុកពុតមកចាហៀងខាងនេះវិញយើងទុកពុតមកខាងនេះបាទដើម្បីឲ្យវាបានសងខាងមកគុំហ្នឹងយើងអាចពុតមកខាងនេះទៀតមកបាទបែបនេះណាហ្នឹងហើយពុតមកអញ្ចឹងមកវាបានទៅខាងនោះផងបានខាងនេះផងហើយនៅពេលដែលយើងពុតអញ្ចឹងអាលើនេះយើងបាច់នេះអាមេដៃខ្ញុំនេះណាយើងបាច់កាត់វាទៅឲ្យវាវែងមកពុតបន្តមកខាងជាងនេះទៅដើម្បីឲ្យមានប្រវែងវែងអញ្ចឹងត្រួយវាបានច្រើនបាទហើយដើម្បីឲ្យវាចេញត្រួយល្អយើងទៅសម្អាតបងប្អូនបាទយើងសម្អាតវានេះដើមដែលយើងប្រមូលផលហើយយើងកាត់សម្អាតវាទាំងស្លឹកទាំងអីទៅដើម្បីឲ្យបានត្រួយចេះបាទហ៎ត្រួយហ្នឹងកើតមកពីអាដើមក្រោមនេះបាទក្រោមនេះមកមើលបាទនេះអាដើមក្រោមដែលខ្ញុំបានពុតនេះពុតអញ្ចឹងទៅគឺវាឆាប់បានផលច្រើនហើយបើសិនតែយើងទុកឲ្យចាស់បែបហ្នឹងទេគឺវាអត់ទៅបានត្រួយប្រហែលទេបាទគឺវាបាំងស្លឹកអត់ត្រូវពលឺថ្ងៃអាហ្នឹងគឺត្រួយវាគឺធ្លាក់ចុះតាមនឹងដែរនេះនេះយើងត្រូវសម្អាតទៅបងប្អូនមកកាត់ចោលទៅបាទទុកតែមួយដើមមួយវែងទៅចាំពុតមកបន្តខាងក្រោមនេះបាទហើយយើងចងឈើបន្តណាបាទគឺថាមកនេះយើងដាក់ឈើមកខាងមុខទៀតមកដាក់នេះមួយទៀតមកដើម្បីពុតមកយើងត្រូវាកុំឲ្យដល់ដីបាទកាលណាដល់ដីវាដុះឫសបន្តហើយវាអត់មានមេឃឲ្យវាខ្ពស់ណាបាទដាក់ដល់ដីក៏អីដែរបាទតែយល់ល្អដាក់ឲ្យលើទៅវាស្រួលបាទក្នុងការប្រមូលផលហើយខាងក្រៅមកឆ្លាស់យ៉ាងមកបាទដើម្បីយើងស្រួលសម្អាតបាទឲ្យវាចេញត្រួយច្រើនហើយចេញត្រួយច្រើននេះចេញដាំ4 10 20គុំទៅគឺវាបានផលច្រើនអញ្ចឹងនេះនេះប្រមូលផលហើយយើងកាត់ទៅដល់គល់ទៅបាទទុកតែដើមខ្លះពុតទៅខាងនោះខ្លះមកខាងនេះខ្លះអញ្ចឹងនេះតែមកគុំទេបងប្អូនណានេះច្រឡំច្រើននេះ1 2គុំនៅខាងនោះមួយទៀតនេះតែបើដើមទូចនេះអត់ទៅម៉ានេះអត់ទៅម៉ានេះទៅហ្នឹងណាដើមទូចប៉ុណ្ណឹងឯងបាទតែដើមធំនេះបាទនេះដើមធំមកដើមហ្នឹងដែលមានដើមធៀងរហូតដល់នោះណាអញ្ចឹងធ្វើឲ្យបានផលច្រើនចាំមើលវីដេអូក្រោយខ្ញុំមើលវីដេអូខ្ញុំថតពីដំបូងមិញណាបាទអាហ្នឹងមិនឃើញច្បាស់ជាងបាទហើយត្រួយមិនអីមិនខ្ញុំអាប់ដេតជូនបាទ
ចឹងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងឯងបងប្អូនអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ